ក្រុមជនខិលខូចដាក់គ្រឿងចាក់ excavator ឈូសឆាយនិងជីកកកាយដីរបស់ប្រជាពលរដ្ឋអាជ្ញាធរនិងជំនាញសង្ស័យអត់ដឹងកំពង់ស្ពឺក្រុមជនខិលខូចបានដាក់គ្រឿងចាក់ excavator ធ្វើការឈូសឆាយជីកកកាយដីរបស់ប្រជាពលរដ្ឋអាស្រ័យផលក្នុងដែនជម្រកសត្វព្រៃភ្នំអូរ៉ាល់ជិតមួយសប្តាហ៍ហើយសង្ស័យអាជ្ញាធរជំនាញមិនបានដឹងទើបដំណើរការយ៉ាងរលូនទាំងយប់ទាំងថ្ងៃបែបនេះតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាមានជនខិលខូចបានដាក់គ្រឿងចាក់ excavator ធ្វើការឈូសឆាយជីកកកាយដីរបស់ប្រជាពលរដ្ឋអាស្រ័យផលនៅចំណុចព្រះអង្គកែវស្ថិតនៅក្នុងភូមិតាសាលឃុំតាសាលស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺសកម្មភាពឈូសឆាយនេះមានរយៈពេលជិតមួយសប្តាហ៍ហើយបើទោះបីប្រជាពលរដ្ឋចុះទៅធ្វើការហាមឃាត់ក៏តៃកុង excavator និងអ្នកបញ្ជាមិនស្ដាប់ដែរដោយគេនិយាយថាបទបញ្ជារបស់មេថ្នាក់លើតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបថាដីតំបន់នោះក្នុងដែនជម្រកសត្វព្រៃភ្នំអូរ៉ាល់ក្រោមការគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺហើយជារៀងរាល់ថ្ងៃមានមន្ត្រីតាមស្នាក់ការរងរបស់ដែនជម្រកសត្វព្រៃភ្នំអូរ៉ាល់ជិះម៉ូតូយាមកាមយកចិត្តទុកដាក់ការពារធនធានធម្មជាតិមានដូចជាបទល្មើសព្រៃឈើការកាប់បំផ្លាញរុក្ខរានទន្ទ្រានយកដីព្រៃឡាប៉ុន្តែគ្រឿងចាក់ excavator របស់ជនខិលខូចបានដាក់ចូលធ្វើការឈូសឆាយដីជិតមួយសប្តាហ៍ហើយមិនឃើញមានកម្លាំងដែនជម្រកសត្វព្រៃភ្នំអូរ៉ាល់ឬកម្លាំងរបស់បរិស្ថានខេត្តកំពង់ស្ពឺចុះធ្វើការទប់ស្កាត់និងបង្ក្រាបគ្រឿងចាក់នោះទេប្រសិនបើប្រជាពលរដ្ឋកាត់កូនឈើឬមួយក៏កាប់ឆ្ការដីព្រៃតែបន្តិចច្បាស់ជាអស់លោកមន្ត្រីស្នាក់ការបរិស្ថានដែនជម្រកសត្វព្រៃភ្នំអូរ៉ាល់ចាប់គាត់ខ្លួនកសាងសំណុំរឿងជាក់ជាមិនខានឡើយប្រជាពលរដ្ឋដាក់ការសង្ស័យថាបើមានការបើកភ្លើងខៀវពីមន្ត្រីនិងកងកម្លាំងជំនាញក៏ជនខិលខូចមិនហ៊ានដាក់គ្រឿងចាក់ចូលលួចធ្វើការឈូសឆាយជីកកកាយដីចំណុចព្រះអង្គកែវបានដែរប្រជាពលរដ្ឋសំណូមពរដល់លោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យនិងទប់ស្កាត់បង្ក្រាបគ្រឿងចាក់ដែលលួចធ្វើការឈូសឆាយជីកកកាយដីក្នុងដែនជម្រកសត្វព្រៃភ្នំអូរ៉ាល់ផងទៀតបើបណ្ដេតបណ្ដោយតទៅទៀតច្បាស់ជាដីព្រៃរលាយហិនហោចជាក់ជាមិនខានឡើយ